នេះជាសកម្មភាពបន្ទាប់ពីខ្ញុំបានយកកូនផងនៅស្រុកវិញបន្ទាប់ពី2ថ្ងៃក្រោយមកទើបខ្ញុំទៅអាចកាត់វីដេអូបានវីដេអូហ្នឹងគឺជាថ្ងៃទីម៉ានខ្ញុំភ្លេចបាត់ហើយប៉ុន្តែឥឡូវហ្នឹងថ្ងៃទី21ម្លងមួយថ្ងៃ2ថ្ងៃមុនមកនោះហើយមុខអាចមើលមុខគាត់បានគាត់មុខស្មាគាត់អត់សប្បាយចិត្តទេហើយចំពោះដែលខ្ញុំគឺខ្ញុំយល់ចិត្តកូនគឺគាត់ដឹងគាត់ទើបតែអាយុ4ឆ្នាំប៉ុន្តែគឺថាគាត់ដឹងថាយកពីស្រុកអញ្ចឹងណាហើយក៏ខ្ញុំសួរគាត់តាមផ្លូវហ្នឹងខ្ញុំថាកូនមិនបានកូនមុខអត់សប្បាយចិត្តចឹងមិនបានកូនធ្វើចឹងទៅគាត់ថាកូនអត់សប្បាយចិត្តហើយខ្ញុំក៏សួរទៀតថាហេតុអីបានកូនអត់សប្បាយចិត្តថាប៉ាយកអូនទៅផ្ទះវិញហើយអាចមើលមុខគាត់បានមុខគាត់ស្មើហើយខ្ញុំចំពោះអារម្មណ៍មួយហ្នឹងគឺខ្ញុំយល់ច្បាស់ព្រោះអីធ្លាប់ឆ្លងកាត់កាលពីនៅក្មេងម្ដាយរបស់ខ្ញុំគាត់លក់តាមបុណ្យតាមវត្តអីចឹងហើយជីវិតខ្ញុំបើគិតទៅកាលនៅក្មេងមកដល់ធំពេញវ័យហ្នឹងគឺអត់ដែលបាននៅមួយម៉ែឪស្គាល់ភាពអ្វីទៅជាភាពកក់ក្ដៅបានន័យថាมันបន្ទោសគាត់ទេពួកគាត់ជាភាពដើម្បីរកលុយចាំពួកខ្ញុំអញ្ចឹងគាត់អត់អាចនៅផ្ទះបានទេហើយពួកខ្ញុំចាំប៉ាឃើញប៉ាតាទៅលេងកូនហើយប៉ាយកកូនទៅមកអញ្ចឹងគាត់ណាអូខេអត់អូខេទៅមិនចាំទៅប៉ាទៅថាយកកូនទៅមកអញ្ចឹងប៉ាយកកូនមកលេងហើយប៉ាយកកូនទៅវិញទៀតហើយប៉ាយកមកលេងទៀតអូខេគេអត់ដល់ប៉ាមកកូនទៅក៏គាត់អាចស្ដោងយកទៅដែរក្នុងបញ្ហាហ្នឹងគឺខ្ញុំយល់អញ្ចឹងគឺគាត់បានទុកខ្ញុំនៅជាមួយបងនៅជាមួយពូមីងដែលជាពិសេសភាគច្រើនបំផុតកាលនៅក្មេងហ្នឹងគឺមានបងប្រុសរបស់ខ្ញុំគាត់អ្នកមើលថែបោកកៅអៅដាំបាយទឹកធ្វើម្ហូបហើយគឺខ្ញុំនឹកមែនតើជាពិសេសពេលណាដែលបងវាយឬក៏មិនគាត់ត្ររឿងអីទេប៉ុន្តែពេលខ្លះវាតែតែមានឲ្យបងបដៅប្អូនវាយប្អូនលពើឬក៏ធ្វើអីចឹងគឺខ្ញុំនឹកមែនតើគឺចង់នៅចិត្តម៉ែចង់ឲ្យគាត់អោបចង់ឲ្យដេកចិត្តគាត់ចង់អោបគាត់ចឹងណាបើយើងនិយាយទៅមួយម៉ាត់ថានឹកគឺយល់ទេហើយលើនេះសកម្មភាពនៅតាមផ្លូវខ្ញុំបានឡើងឡានមកចិត្តដល់ហើយតែខ្ញុំទុំតែនឹកឃើញតែថតនៅលើឡានទៀតចឹងហើយខ្ញុំក៏យល់អារម្មណ៍គាត់ទាំងអស់និយាយរួមទៅខ្ញុំយកគាត់មកហ្នឹងគឺចិត្តអត់ចង់ទេប៉ុន្តែដោយសារតែជីវភាពដោយសារតែយើងត្រូវការធ្វើការរលួយរបស់ខ្ញុំមិនអ្នករស់ស៊ីទេខ្ញុំបើសិនជាយកគាត់ទុកនៅមើលហ្នឹងខ្ញុំអត់មានពីណាមើលទេហើយឥឡូវនេះមកដល់ផ្ទះហើយពេលល្ងាចម៉ោងស្មើនឹងម៉ោងប្រហែលជា4ហើយ4 5ហើយអញ្ចឹងមកដល់ហើយគាត់អោបសុបាយគាត់គិតថាខ្ញុំអត់ទៅណាទេគឺប៉ាប៉ុណ្ណាគាត់ស្មានតែខ្ញុំហ្នឹងគឺមកនៅស្រុកហ្នឹងខ្ញុំនៅក្បែរគាត់រហូតចឹងណាហើយគាត់សុបាយគាត់លេងពេញមុខផ្ទះយាយតាអាមេរិកមានយន្តហោះហត់មកអោបប៉ុណ្ណាធ្វើដៃមើលគាត់ចុះម៉ាក់បើនិយាយតែកូនផងគឺឆ្លាញ់គាត់ខ្លាំងខ្ញុំទៅគឺគ្រប់យ៉ាងទាំងអស់កូនផងខ្ញុំឆ្លាញ់ខ្លាំងហើយនេះគឺសកម្មភាពពេលយប់ទឹកមុជអីញ៉ាំបាយហើយក៏ត្រឡប់ដែលនៅជាមួយយាយតាគឺល្អត្រង់ថាគាត់មើលថែចៅហើយគាត់ស្រឡាញ់ចៅហើយគាត់បរិញ្ញាចៅបានល្អណាបើនៅមួយឪពុកម្ដាយគាត់កូននឹងដឹងចិត្តអញ្ចឹងក៏គាត់មិនសូវស្ដាប់ទៅមានប៉ុន្មានដែរគាត់និយាយថាគាត់ខូចដែរហើយបន្ទាប់មកក៏តារបស់គាត់ឲ្យយកខ្មៅដៃមកសរសេរលេខ12ព្រោះអីកូនតន់រៀនបានដល់លេខ12ហើយគាត់សរសេរបានស្អាតខ្ញុំជួយប្រាប់ខ្លះចឹងទៅហើយពេលដែលខ្ញុំនៅចិត្តចឹងក៏មិនសូវពិបាកប្រាប់ឲ្យសរសេរដែរព្រោះអីសប្បាយចិត្តគាត់សប្បាយចិត្តបានខ្ញុំនៅជាមួយចឹងទៅព្រោះរាល់ដងសរសេរហ្នឹងគឺម៉ោងហ្នឹងគឺនៅតែជាមួយកងទេនៅតែជាមួយយាយតាហ្នឹងទេអញ្ចឹងគាត់លក្ខណៈថាគាត់ខ្លាចគាត់ទៅសេទាំងខ្លាចអញ្ចឹងគាត់ខំប្រឹងទៅសេទៅតែនៅមួយខ្ញុំទៅគាត់សប្បាយចិត្តមានប៉ានៅចិត្តអញ្ចឹងទៅគាត់ទៅសេលឿនមែនតើហើយ
nhom sờ lạnh côn là xe bán xa nó cả nhom nước khmênh bọn gì mình tên tới cả nhom hiện là ti muối cả nắng đôi chia khmênh mặt tay miên ấy thế như là trôi tới là ti muối mòn hay là ti muối những nhom tôm đời dục hàm cho năm ấy mãi vô trôi từ ហើ ខំ យ អស់លោក ដល់ពេលចូលទៅអត់ចេះអីសោះខ្ញុំចាំនិយាយរួមទៅកាល បើ ហ្នឹង មិនវា នៅតូច ធ្វើ ណាស់ ហី ខ្ញុំ វា ចាំ ចេះ ថា វា ខ្ញុំ ទៅ ខ្ញុំ ទេ នៅអត់ចេះទេនៅ ទេ តូច ទៅ ហ្នឹង គឺ ទៅ គ្មាន ទៅ ចេះកខកអីដូចកូនខ្ញុំចេះលេខចេះអីដល់ប៉ុណ្ណឹងទេហើយគ្រូក៏មិនលួងលោមអីដូចក្មេងសម័យឥឡូវដែរគឺអញ្ចឹងលក្ខជាខ្ញុំចង់ដាច់នេះនៅក្មេងមែនតែខ្ញុំចាំទាំងអស់អញ្ចឹងមិនថាក្មេងគេមិនអោយធ្វើអីដាក់លើក្មេងទេគឺគាត់ចាំដល់ធំដូចកូនខ្ញុំអញ្ចឹងខ្ញុំព្យាយាម ហើយមកដល់នេះគឺតាមផ្លូវដែលពុករបស់ខ្ញុំគាត់បើកឡានជូនទៅកន្លែងកែងហៅឡានទៅមកពេញវិញដោយសារតែនៅតំបន់កន្លែងគាត់ហ្នឹងគឺអត់មានឡានក្រុងឡានអីទេមានតែបក់ដៃហៅឡានតាក់ស៊ីឡានអីហ្នឹងជិះហ្នឹងអញ្ចឹងកូនរបស់ខ្ញុំក៏នៅតែសប្បាយចិត្តក៏អត់ដឹងថាខ្ញុំទៅចោលទេប៉ុន្តែពេលចុងក្រោយខ្ញុំអួលដើមកមែនតើគាត់យំគាត់ស្រែកយល់ទៅ ពិបាកមែនតើហ្មងមកដល់វីដេអូចុងក្រោយដែលខ្ញុំរៀបនឹងចេញមកហ្នឹងគឺខ្ញុំនិយាយបញ្ចូលសំឡេងលេងកើតហើយខ្ញុំឃើញវីដេអូហ្នឹងគឺខ្ញុំពិបាកចិត្តមែនតើមានតែខំប្រឹងធ្វើការដើម្បីយកគាត់បានមកចិត្តខ្លួន Thank you.